3មូលហេតុដែលធ្វើឲ្យស្ត្រីយើងមានក្លិនមិនល្អនៅក្នុងតំបន់សម្ងាត់របស់យើងតែម្ដងបងប្អូនស្ត្រីយើងធ្លាប់ជួបអត់ទោះបីជាយើងធ្វើការលាងសម្អាតអនាម័យហើយក៏នៅតែមានក្លិនមិនល្អចេញពីតំបន់សម្ងាត់យើងតែម្ដងថ្ងៃនេះយើងមកដឹងពីមូលហេតុទាំងអស់គ្នាទី1គឺការខូចឬក៏អតុល្យភាពកម្រិត pH ធម្មជាតិនៅទ្វារមាសរបស់យើងបើនិយាយស្រួលស្ដាប់គឺមានការបាត់បង់ពពុះបាក់តេរីល្អដែលជាហេតុធ្វើឲ្យកោសិកាពពុះបាក់តេរីមេរោគមានការកកើតច្រើននៅក្នុងតំបន់សម្ងាត់របស់យើងចាប់ផ្ដើមមានក្លិនមិនល្អតែម្ដងទី2គឺការឆ្លងមេរោគតាមរយៈផ្លូវភេទដូចជាពពួកជើងត្រីកូម៉ាណេសដែលវាបង្កឡើងដោយពពួកប៉ារ៉ាស៊ីតឬក៏ឆ្លងនៅពពួកក្រុមជើង STI ដូចជាពពួកប្រមេះទឹកបាយប្រមេះទឹកថ្លាដែលធ្វើឲ្យយើងមានក្លិនមិនល្អចេញពីតំបន់សម្ងាត់យើងតែម្ដងចំណុចទី3ទៅលើកត្តាអនាម័យការដែលយើងសម្អាតលើតំបន់សម្ងាត់របស់យើងមិនបានត្រឹមត្រូវដូចជាការប្រើប្រាស់ផលិតផលមួយចំនួនដែលមានជាតិកាត់ឬក៏ការដែលយើងស៊ីខោក្នុងរឹបក្រាស់ខ្លះខ្លាំងពេកឬក៏អ្នកខ្លះទៅគាត់ធ្វើការមិនងាយបានផ្លាស់ប្ដូរសលៃរបស់គាត់ដែលទ្របពេលដែលមករដូវក៏អាចធ្វើឲ្យគាត់កើតមានទៅលើបញ្ហាក្លិនមិនល្អផងដែរ